តើបងនៅពេលដែលបងទិញ account ពីខាងខ្ញុំទៅខ្ញុំនឹងរៀបចំជាអញ្ចឹងបងមានឈ្មោះមាន UID password 2FA អញ្ចឹងបងដើម្បី login បានបង copy មួយមកហើយដាក់នៅលើកន្លែង send message នេះដើម្បីយើងងាយស្រួល copy បងអញ្ចឹងដំបូងយើង copy UID នេះបងចុចលើហ្នឹងមកចុច copy មកហើយយើងចូលទៅក្នុង Facebook យើង log sign out account ចាស់សិនណាយើង login account ថ្មីនេះមកហើយយើងដាក់ UID ហ្នឹងនៅខាងលើបងហើយបន្តទៀតយើងចូលទៅយក password នេះ password ខាងក្រោមនេះហើយ copy តាត្រឹមនេះបានណាបងប៉ុណ្ណឹង copy តែប៉ុណ្ណឹងបានហើយដាក់ខាងក្រោមមកហើយចុច login ពេលដែលបងចុច login ហើយវាទាមទារកូដ6ខ្ទង់ហ្នឹងនេះបង copy អក្សរធំទាំងអស់នេះ copy អក្សរធំទាំងអស់ហើយបងចូលក្នុង browser របស់យើងបងចូលក្នុង Safari ក៏បានចូលក្នុង Safari នេះមកហើយយើងបើកSafari ហ្នឹងហើយវាយពាក្យ 2FA .live មកចូលក្នុងមកហើយបងចុចលើនេះបងមើលលើគេហើយបងផាសលើគេយើង copy មកមិញផាសលើហ្នឹងមកហើយចុច submit ទៅនេះបងវាចេញកូដ6ខ្ទង់ឡើងក្រោយអញ្ចឹងមក copy ចុច scroll ចូល copy យកមកដាក់នៅក្នុងវាចុះបានមិញហ្នឹងហើយយើងចុច continue ទៅគេទៅយើង login លើកុំព្យូទ័រក៏ដូចគ្នាបងវាយ facebook.com ហើយដាក់ password ដាក់ UID ទៅហើយចូល 2FA.live អញ្ចឹងទៅយើង login ហើយអាច